លេខកូដគឺខ្ញុំទទួលបានហើយគឺខ្ញុំវាយលេខកូដបញ្ចូលបាទអញ្ចឹងគឺខ្ញុំវាយលេខកូដបញ្ចូលបាទជាស្រ័យដាក់ខុសបាទ7 45 6បាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានដាក់លេខកូដចូលហើយវាព្រោះខ្ញុំដាក់ two factor អញ្ចឹងវាឲ្យបញ្ចូលនៅពាក្យសម្ងាត់បន្ថែមទៀតអញ្ចឹងត្រង់នេះខ្ញុំសូមបិទបាំងដោយសារតែពាក្យសម្ងាត់របស់ខ្ញុំបាទនោះវានឹងចូលមកក្នុង Telegram របស់បងប្អូនតែម្ដងបាទអានេះជាវិធីសាស្ត្រទី1បាទបងប្អូនទាំងអស់គ្នារីឯវិធីសាស្ត្រទី2គឺបងប្អូនទាំងអស់គ្នាអាច scan QR code បានអញ្ចឹងខ្ញុំសូមចូលទៅវិធីសាស្ត្រទី2ទៅលើ app browser បាទបន្ទាប់ពី scan រួចហើយបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំបាន scan រួចហើយអញ្ចឹងវាឲ្យយើងបាទវាបញ្ចូលនៅ two factor បានន័យថា two factor ដែលយើងបានដាក់បើបងប្អូនអត់បានដាក់ទេគឺវាលោតចូល Telegram តែម្ដងអញ្ចឹងខ្ញុំបានដាក់អញ្ចឹងខ្ញុំសូមបិទបាំងត្រង់នេះព្រោះជាឯកជនភាពរបស់ខ្ញុំបាទខ្ញុំដោះមកគឺចូលប្រើបានធម្មតាបាទគឺយើងចូល Telegram បានធម្មតាបាទជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបនៃការ login Telegram ពីវិធីសាស្ត្រដោយមិនចាំបាច់បង់លុយអញ្ចឹងបងប្អូនទាំងអស់គ្នាទៅអនុវត្តជាមួយខ្ញុំទាំងអស់គ្នាបាទពីវិធីសាស្ត្រនោះគឺខ្ញុំមានវិធីសាស្ត្រទី1គឺយើង login ទៅលើ Telegram ដែលយើងអាចប្រើប្រាស់បានជាធម្មតាវិធីសាស្ត្រទី2គឺបងប្អូនទាំងអស់គ្នាអាច login ជាមួយនឹង app Priv បាទគឺ app ទាំងពីរហ្នឹងគឺខ្ញុំបាន download រួចហើយដោយសារតែកុំឲ្យវីដេអូវាវែងពេកអញ្ចឹងខ្ញុំបាន download មករួចហើយបើសិនជាបងប្អូនទាំងអស់គ្នាចង់ download បងប្អូនអាចទៅ download នៅក្នុង App Store បានដោយ app ហ្នឹងពីវិធីសាស្ត្រដើម្បីឲ្យបងប្អូនទាំងអស់គ្នាអាចបើធ្វើមួយមិនចេញយើងអាចធ្វើវិធីមួយទៀតបាទយើងគ្រាន់តែវាយពាក្យថាវាយពាក្យថាព្រីមកបាទបន្តិចបាទបងប្អូននេះ app មួយនេះបាទអញ្ចឹងមួយវិញទៀតគឺខ្ញុំបាន download រួចហើយដោយសារតែខ្ញុំមិនចង់ឲ្យវីដេអូនេះវែងហើយមួយទៀតគឺ Telegram បាទបងប្អូនអាចប្រើជំនួស Telegram បានបាទគឺ app មួយនេះបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំអត់បាន update ទេក៏ប៉ុន្តែខ្ញុំបាន download រួចរាល់ហើយអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងទៅអនុវត្តទាំងអស់គ្នាបាទដើម្បីបងប្អូនទាំងអស់គ្នាអាចឥឡូវខ្ញុំធ្វើទៅលើ Telegram មុនបាទអញ្ចឹង Telegram ដោយសារតែខ្ញុំបាន download រួចហើយខ្ញុំវាយពាក្យថា Telegram បាទអញ្ចឹងយើងចូលទៅក្នុង Telegram បាទយើង get start បាទបន្ទាប់មកបងប្អូនទាំងអស់គ្នា enable វាមកបាទអញ្ចឹងយើងយកខាងក្រោមគឺយើងអត់បង់លុយទេបងប្អូនទាំងអស់គ្នាបាទ
បន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាចុច continue បន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាបាទចុចខាងក្រោមបាទហើយនឹង connect បាទចំណុចសំខាន់នៅត្រង់នេះគឺបងប្អូនទាំងអស់គ្នាវាយលេខ855ត្រង់នេះគឺ855បាទបន្ទាប់មកបងប្អូនទាំងអស់គ្នាដាក់លេខទូរស័ព្ទរបស់បងប្អូនទាំងអស់គ្នាខ្ញុំសូមដាក់55បាទអញ្ចឹងយើងចុច send តែម្ដងបាទបងប្អូនទាំងអស់គ្នានោះវានឹងផ្ដល់លេខកូដទៅទូរស័ព្ទដៃរបស់បងប្អូនដែលមាន Telegram ចង់ login បាទអញ្ចឹងចាំខ្ញុំដាក់ឲ្យបងប្អូនទាំងអស់គ្នាមើលបាទលេខកូដទៅយកពីណាបាទលេខកូដគឺយើងយកពីត្រង់នេះបាទចាំបន្តិចបងប្អូនទាំងអស់គ្នាខ្ញុំនឹងប្រាប់អំពីរបៀបយកលេខកូដដែលបងប្អូនទាំងអស់គ្នាយកមក login អញ្ចឹងបងប្អូនទាំងអស់គ្នាចូលទៅក្នុង Telegram ទូរស័ព្ទដៃចាស់របស់បងប្អូនទាំងអស់គ្នាបាទបន្ទាប់មកបងប្អូនទាំងអស់គ្នាទៅយកលេខកូដគឺខ្ញុំទទួលបានហើយគឺខ្ញុំវាយលេខកូដបញ្ចូលបាទអញ្ចឹងគឺខ្ញុំវាយលេខកូដបញ្ចូលបាទជាស្រ័យដាក់ខុសបាទ7 45លេខ1បាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានដាក់លេខកូដចូលហើយវាព្រោះខ្ញុំដាក់ two factor អញ្ចឹងវាឲ្យបញ្ចូលនៅពាក្យសម្ងាត់បន្ថែមទៀតអញ្ចឹងត្រង់នេះខ្ញុំសូមបិទបាំងដោយសារតែពាក្យសម្ងាត់របស់ខ្ញុំបាទនោះវានឹងចូលមកក្នុង Telegram របស់បងប្អូនតែម្ដងបាទអានេះជាវិធីសាស្ត្រទី1បាទបងប្អូនទាំងអស់គ្នារីឯវិធីសាស្ត្រទី2គឺបងប្អូនទាំងអស់គ្នាអាច scan QR code បានអញ្ចឹងខ្ញុំសូមចូលទៅវិធីសាស្ត្រទី2ទៅលើ app browser បាទវិធីសាស្ត្រទី2គឺបងប្អូនទាំងអស់គ្នាចូលទៅក្នុង app នេះបាទអញ្ចឹងបងប្អូនទាំងអស់គ្នាចូលមកក្នុងនឹងហើយបងប្អូនទាំងអស់គ្នាទៅវាយពាក្យថា Telegram បាទវាយពាក្យថា Telegram បើមានស្រាប់ដូចជារបស់ខ្ញុំក៏វាស្រួលម្យ៉ាងដែរបងប្អូនទាំងអស់គ្នាយើងវាយពាក្យថា Telegram បាទ web នេះបាទយើងចូលមកក្នុង Telegram web បន្ទាប់មកវានឹងឲ្យបងប្អូនទាំងអស់គ្នាបញ្ចូលលេខកូដឬក៏ passkey នៅក្នុងករណីនេះបងប្អូនទាំងអស់គ្នាអាច scan បាទបងប្អូនអាច scan បញ្ចូលបានហើយយើងវាយលេខទូរស័ព្ទគឺយើងអាច scan បញ្ចូលបានហើយបងប្អូនទាំងអស់គ្នាបាទអញ្ចឹងយើងសូមខ្ញុំសូមដាក់ Telegram ខ្ញុំមួយទៀតហើយ Telegram ខ្ញុំមាន2អញ្ចឹងមុនយើងធ្វើហើយបាទអញ្ចឹងខ្ញុំចូលមួយទៀតគឺបាទនេះ Telegram ថ្មីអញ្ចឹងយើងចុចបែបនឹងហើយយើងយកពាក្យថា QR code បាទឬក៏យើង send code ក៏បានដែរបងប្អូនអរគ្នាចុច next ទៅវា send code ឲ្យក្នុងទូរស័ព្ទដៃចាស់របស់យើងហើយតែវិធីសាស្ត្រនេះគឺខ្ញុំចង់បង្ហាញបងប្អូនអរគ្នាអំពីរបៀបនៃការ scan code ដើម្បី login Telegram របស់យើងបាទ
ចឹងយើងធ្វើការ send code login QR code បាយ QR code បាទអញ្ចឹងបន្ទាប់ពីបងប្អូនទាំងអស់គ្នាlogin រួចហើយបងប្អូនទាំងអស់គ្នាអាចចូលទៅក្នុង Telegram របស់បងប្អូនទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាអាចចូលទៅ scan ដោយយើង scan ចូលក្នុង PC ដែរបាទយកទូរស័ព្ទដៃយើងចាស់ដែលមាន Telegram ស្រាប់ហើយយើង scan ចូលមកបាទបន្ទាប់ពី scan រួចហើយបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំបាន scan រួចហើយអញ្ចឹងវាឲ្យយើងបាទវាបញ្ចូលនៅ two factor បានន័យថា two factor ដែលយើងបានដាក់បើបងប្អូនអត់បានដាក់ទេគឺវាលោតចូល Telegram តែម្ដងអញ្ចឹងខ្ញុំបានដាក់អញ្ចឹងខ្ញុំសូមបិទបាំងត្រង់នេះព្រោះជាឯកជនភាពរបស់ខ្ញុំបាទខ្ញុំដោះមកគឺចូលប្រើបានធម្មតាបាទគឺយើងចូល Telegram បានធម្មតាបាទអញ្ចឹងវិធីសាស្ត្រចូល Telegram គឺងាយបែបហ្នឹងហើយបងប្អូនទាំងអស់គ្នាអាចបាទយើងថយក្រោយសិនហើយបន្ទាប់មកយើង add បាទយើង add ទៅ home screen ដើម្បីយើងស្រួលប្រើប្រាស់បងប្អូនអរគ្នាបងប្អូនអាចឆាតបងប្អូនអាចលេងបានដោយសេរីដោយ app Telegram ធម្មតាអញ្ចឹងណាបងប្អូនទាំងអស់គ្នាចុចម្ដងទៀតខ្ញុំសូមប្រាប់បងប្អូនទាំងអស់គ្នាម្ដងទៀតដើម្បីឲ្យច្បាស់ហើយបងប្អូនទាំងអស់គ្នាអាចធ្វើបានបងប្អូនទាំងអស់គ្នាចូលបែបនេះបាទចូលសញ្ញាត្រេ3នេះហើយបងប្អូនទាំងអស់គ្នាចូលមកបាទយកពាក្យថា add home screen បាទ add home screen នេះមកបន្ទាប់ពីបែបនឹងហើយបងប្អូនទាំងអស់គ្នាចង់យកមួយនេះក៏បានបាទបងប្អូនទាំងអស់គ្នាចង់យកអាខាងលើក៏បានបាទអញ្ចឹងអាខាងក្រោមគឺសម្រាប់ shortcut ដែលយើងអាចកែឈ្មោះបានយើងមិនចង់ដាក់ web យើងអាចកែឈ្មោះខាងក្រោមនេះបានណាបងប្អូនអរគុណអញ្ចឹងយើងអាចកែឈ្មោះខាងក្រោមនេះយើង add បញ្ចូលអញ្ចឹងមកបាទណាយើងដាក់ Telegram អញ្ចឹងគឺបានហើយយើង add home screen មកបាទហើយវិធីសាស្ត្រទី2គឺយើងអត់អាចកែបានទេបាទក៏ប៉ុន្តែអានឹងវាស្រួលប្រើជាងអា shortcut ខាងក្រោមមិញបងប្អូនអរគុណបាទអញ្ចឹងយើងយក install វាតែម្ដងបាទហើយយើង install វាមកបាទហើយយើង add home screen ដដែលណាបាទអញ្ចឹងយើង add មកបាទឃើញថាឥឡូវយើងចូលទៅខាងក្រៅបាទអញ្ចឹងឃើញថា Telegram របស់យើងគឺយើងបាន add រួចរាល់ហើយបាទគឺខ្ញុំបាន add មុនដំបូងក៏មានពេលនេះក៏មានបាទបងប្អូនអរគុណណាអញ្ចឹងពេលដែលយើងចង់ប្រើយើងអត់ចាំបាច់ចូលទៅក្នុងនេះទេតែបើយើងចង់ប្រើក្នុងនេះក៏បានហើយយើងមកប្រើក្នុងនេះក៏បានបាទអញ្ចឹងវាលោតចូលមកធម្មតាដូចបងប្អូនអរគ្នាបានឃើញអញ្ចឹងទទួលបាននៅចំណេះដឹងថ្មីហើយនឹងបងប្អូនអរគ្នាអាច login Telegram ពី Telegram ចាស់ចូលមក Telegram ថ្មីដោយមានភាពងាយស្រួលនិងអាចប្រើប្រាស់នៅក្នុងកិច្ចការងាររបស់បងប្អូនទាំងអស់គ្នាអរគុណច្រើនបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាបងប្អូនអាចចុច Subscribe ដាក់រូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗទាក់ទងនឹងទូរស័ព្ទដៃនិង app កម្មវិធីមួយចំនួនដែលបងប្អូនទាំងអស់គ្នាកំពុងតែមានបញ្ហាអាច comment នៅក្នុងប្រអប់ comment បាន